ថ្ងៃនេះខ្ញុំមកបង្រៀនអតិថិជនពីរបៀបប្រើជាមួយនឹងឈុតស្គាល់តិចរបស់នាងខ្ញុំឈុតស្គាល់តិចរបស់នាងខ្ញុំពេលដែលមានទៅដល់អាចមកកម្រប្រើបានតែម្ដងមុននឹងយើងធ្វើការបោសសម្អាតគ្រប់តំបន់ដែលយើងត្រូវបោសសម្អាតគឺយើងត្រូវប្រកាសចិត្តថាគ្រប់តំបន់គ្មានជាតិសាបឬមួយក៏ជាតិលេអញ្ចឹងហើយដើម្បីឲ្យប្រកាសចិត្តមុនពេលដែលយើងធ្វើការបោសសម្អាតជាមួយនឹងឈុតស្គាល់តិចរបស់នាងខ្ញុំនេះគឺមិនមែនត្រូវធ្វើការលាងជម្រះតំបន់ដែលយើងត្រូវបោសសម្អាតជាមួយនឹងទឹកស្អាតជាមុនសិនបន្ទាប់មកយកក្រដាសឬមួយក៏ក្រណាត់ស្ងួតមកជូតសម្អាតឲ្យស្ងួតទឹកបន្ទាប់មកយើងចាប់ផ្ដើមប៊ីកស្ករទៅលើតំបន់ដែលយើងចង់បកសម្អាតនៅក្នុងការប៊ីកស្ករគឺយើងត្រូវប៊ីកស្ករបណ្ដោយរោមហើយប្រើទម្ងន់ដៃឲ្យរាងធ្ងន់បន្តិចមកដូចនៅក្នុងវីដេអូនេះអញ្ចឹងយើងធ្វើការប៊ីកស្ករម្ដងហើយម្ដងទៀតដើម្បីឲ្យស្ករនិងរោមរបស់យើងនឹងចាប់ជាប់គ្នាបានល្អហើយនៅក្នុងការប៊ីកស្ករគឺយើងត្រូវតែមើលសរសៃរោមរបស់យើងថាសរសៃរោមរបស់យើងដុះបណ្ដោយទៅផ្នែកខាងណាចឹងហើយគឺយើងប៊ីកស្ករតម្រូវទៅតាមសរសៃរោមរបស់យើងសម្រាប់ឈុតស្ករតិចនេះគឺយើងអាចបកសម្អាតបានពេញមួយតួខ្លួនទៅពេលដែលយើងធ្វើការប៊ីកស្ករទៅតំបន់ដែលយើងចង់បកសម្អាតហើយយើងយកក្រដាសមកបិទពីលើតំបន់ដែលយើងបានប៊ីកស្កររួចបន្ទាប់មកយកដៃស្បេតពីលើក្រដាសដោយប្រើទម្ងន់ដៃរាងធ្ងន់បន្តិចមកស្បេត4ទៅ5ដងព្រោះតែយើងមានអារម្មណ៍ថាក្រដាសចាប់ជាប់ជាមួយស្ករព្រមទាំងរោមរបស់យើងបន្ទាប់មកធ្វើការបកបញ្ច្រាស់រោមខ្វោកហើយនៅក្នុងការបកសម្អាតគឺយើងបកសម្អាតខ្វោកមកហើយសម្រាប់តំបន់រោមឃ្លៀកមុននឹងយើងធ្វើការបកសម្អាតយើងត្រូវបែងចែកសរសៃរោមសិនហើយនៅក្នុងវីដេអូនេះរោមឃ្លៀកនេះគឺដោះចេញជាពីរចំណែកដោះបណ្ដោយទៅផ្នែកខាងលើមួយចំណែកនិងដោះបណ្ដោយទៅផ្នែកខាងក្រោមមួយចំណែកអញ្ចឹងហើយគឺយើងបកសម្អាតតែជាចំណែកនៃរោមឃ្លៀកនេះគឺយើងត្រូវធ្វើការបកសម្អាតពីរដងមួយចំណែកទៅផ្នែកខាងលើមួយចំណែកទៅផ្នែកខាងក្រោមតោះតែយើងបែងចែកជាចំណែកបែបនេះទៅយើងបកសម្អាតបានស្អាតអញ្ចឹងហើយរោមរបស់យើងដោះបណ្ដោយទៅផ្នែកខាងណាគឺយើងត្រូវលាបស្ករបណ្ដោយទៅផ្នែកខាងហ្នឹងហើយសម្រាប់តំបន់ឃ្លៀកនៅក្នុងការបកសម្អាតគឺយើងត្រូវចាប់សាច់របស់យើងឲ្យតឹងព្រោះតំបន់នេះគឺតំបន់ដែលមានសាច់ជ្រាយបើយើងមិនចាប់សាច់យើងឲ្យតឹងទេនឹងធ្វើឲ្យយើងមានការឈឺចាប់តែបើសម្រាប់រោមដៃរោមជើងពេលយើងបកសម្អាតយើងមិនបាច់ចាប់សាច់ឲ្យតឹងតែព្រោះតំបន់នេះមានសាច់តឹងស្រាប់ហើយនៅក្នុងការបកសម្អាតរោមដៃនិងរោមជើងសារតែពីតំបន់នេះច្រើនសភាពនៃរោមរបស់យើងឬដោះកប់រាកអញ្ចឹងហើយយើងប៊ីកស្ករតែម្ដងអាចយកទៅបិទនៅបរិវេណផ្សេងបកជាបន្តទៀតអូតើយើងមានអារម្មណ៍ថាស្ករនឹងអស់ជាតិស្អិតតាមយើងប៊ីកស្ករបន្ថែមទៀតនិងប្រើក្រដាសថ្មីមួយសម្រាប់ទៀតនៅក្នុងការបកសម្អាតគឺយើងបដោតទៅលើសរសៃរោមប្រភេទសរសៃរោមដែលមានសភាពសរសៃតូចស្ដើងទោះបីជាសរសៃរោមប្រវែងណាក៏ស្កររបស់យើងអាចបកសម្អាតបានស្អាតល្អដែរនៅពេលដែលយើងធ្វើការបកសម្អាតរួចរាល់ហើយយើងធ្វើការលាងសម្អាតតំបន់ដែលយើងបកសម្អាតជាមួយនឹងទឹកស្អាតឬមកក៏ទឹកក្តៅអ៊ុនៗបន្ទាប់មកយើងចាប់ផ្ដើមលាបចែលបន្ទាកន្ទុយក្រពើទៅលើតំបន់ដែលយើងបានបកសម្អាតហើយដើម្បីជួយផ្ចិតរួនរោមជួយឲ្យស្បែករបស់យើងទន់រលោងមុតមានបញ្ហាឡើងដំពកក្រិនខ្មៅជាដើមរួចជាការស្រេចចំណែកឯក្រដាសដែលយើងបានប្រើរួចគឺជាប្រភេទក្រដាសដែលយើងអាចបុកទឹកប្រើទៀតបានយកក្រដាសនឹងមកត្រាំទឹកប្រហែលជា30នាទីនោះស្ករនឹងចាប់ផ្ដើមរលាយបន្ទាប់ពីស្ករចាប់ផ្ដើមរលាយហើយយើងធ្វើការសម្អាតក្រដាសព្រមទាំងឈើប៊ីកស្ករដើម្បីឲ្យជ្រះស្ករនិងរោមដែលជាប់លើក្រដាសព្រមទាំងឈើប៊ីកស្ករបន្ទាប់មកយើងចាក់ទឹកនឹងចោលដាក់ទឹកថ្មីមួយទឹកទេដើម្បីដាក់សាប៊ូដើម្បីសម្អាតក្រដាសព្រមទាំងឈើប៊ីកស្ករឲ្យបានស្អាតនិងជួយសម្លាប់មេរោគបន្ទាប់មកចាក់ទឹកសាប៊ូចោលហើយដាក់ទឹកថ្មីដើម្បីជម្រះជាតិសាប៊ូដែលជាប់ជាមួយនឹងក្រដាសឈើប៊ីកស្កររបស់យើង2ទៅ3ទឹកហើយយកក្រដាសនិងឈើដែលយើងបានលាងសម្អាតរួចទៅដាក់ហាលឲ្យជាប់ថ្ងៃដើម្បីសម្លាប់មេរោគនៅពេលដែលក្រដាសនិងឈើស្ងួតហើយយើងយកក្រដាសនិងឈើមកដាក់ក្នុងថង់ចងមាត់ឲ្យជិតរួចជាការស្រេចហើយនាងខ្ញុំសូមបញ្ជាក់ជាមួយនឹងឈុតស្ករតិចរបស់នាងខ្ញុំនៅក្នុងការបកសម្អាតរោមដើម្បីឲ្យទទួលបានផលគឺយើងត្រូវតែមើលទៅតាមសភាពនៃសរសៃរោមរបស់យើងតើសរសៃរោមរបស់យើងមានសភាពបែបណាបើជាប្រភេទសរសៃរោមដែលមានសភាពសរសៃតូចស្ដើងមិនថារោមខ្លីឬវែងអាចបកសម្អាតបានយ៉ាងស្អាតតែប្រសិនបើសភាពនៃសរសៃរោមមានសភាពរោមសរសៃធំនិងឬដោះកប់ជ្រៅគឺយើងត្រូវតែទុកសរសៃរោមរបស់យើងឲ្យដោះប្រវែងរោមចិញ្ចើមឬមួយក៏វែងជាងរោមចិញ្ចើមទៀតរឹតតែល្អដើម្បីឲ្យស្កររបស់យើងមានកម្លាំងគ្រប់គ្រាន់ដើម្បីទាញឬរោមដែលកប់ជ្រៅឲ្យចេញមកខាងក្រៅព្រោះថាស្កររបស់យើងកម្លាំងគឺស្ថិតនៅលើសរសៃរោមបើរោមវែងគឺស្កររបស់យើងកាន់តែមានកម្លាំងស្អិតនិងតោងបានល្អតែបើសម្រាប់សរសៃរោមដែលមានសភាពសរសៃតូចស្ដើងវាមិនមែនជាបញ្ហាទេទោះបីជារោមតែនៅខ្លីក៏យើងអាចបកសម្អាតបានដែរតែអ្វីដែលសំខាន់គឺសរសៃរោមដែលមានសភាពសរសៃធំរោមដោះកប់ជ្រៅអញ្ចឹងហើយយើងត្រូវតែមានវិធីសាស្ត្រដែលធ្វើឲ្យស្កររបស់យើងមានកម្លាំងតោងស្អិតឲ្យសមល្មមទៅតាមសរសៃរោមអញ្ចឹងហើយសម្រាប់ប្រភេទសរសៃរោមដែលមានសភាពសរសៃធំរោមដោះកប់ជ្រៅគឺយើងត្រូវតែទុកឲ្យរោមដោះប្រវែងរោមចិញ្ចើមឬមួយក៏វែងជាងរោមចិញ្ចើមទៀតចាំយើងធ្វើការប្រើស្ករបករោមរបស់យើងដើម្បីបកសម្អាតនោះនឹងបកសម្អាតបានស្អាត 100%។